គណៈបកទើបជាប់ឆ្នោតសភារបស់ឆេកអះអាងថាគ្មានលុយសម្រាប់ទិញអាវុធឲ្យអ៊ុយក្រែននោះទេសាធារណរដ្ឋឆេកនឹងមិនប្រើថវិការដ្ឋដើម្បីផ្ដល់អាវុធឲ្យអ៊ុយក្រែននោះទេនេះបើតាមលោក Andrej Babis បានអះអាងសារជាថ្មីខណៈដែលលោកបានចាប់ផ្ដើមកិច្ចពិភាក្សាដើម្បីបង្កើតរដ្ឋាភិបាលថ្មីបន្ទាប់ពីគណៈបក ANO ស្ដាំនិយមរបស់លោកបានឈ្នះការបោះឆ្នោតសភារបស់ប្រទេសឆេកកាលពីចុងសប្តាហ៍មុនយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី8ខែតុលាឆ្នាំ2025បានឲ្យដឹងថាលោក Babis ដែលពីមុនធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី2ឆ្នាំ2017ដល់ឆ្នាំ2021ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងត្រឡប់មកកាន់តំណែងវិញបន្ទាប់ពីជ័យជំនះរបស់គណៈបករបស់លោកជាមួយនឹងកិច្ចពិភាក្សាចម្រុះកំពុងដំណើរការលោកបានអះអាងសារជាថ្មីពីការប្រឆាំងចំពោះការផ្ដោតហិរញ្ញប្បទានយកទៅទិញអាវុធសម្រាប់អ៊ុយក្រែនដោយប្រើថវិកាជាតិខណៈដែលបដិសេធជំនួយយោធាដែលផ្ដល់ថវិកាដោយរដ្ឋលោក Babis បានបញ្ជាក់ថាក្រុមហ៊ុនសភាវុធឆេកនឹងត្រូវបានអនុញ្ញាតឲ្យបន្តការនាំចេញទៅអ៊ុយក្រែនលោក Andrej Babis ដែលវ័យ71ឆ្នាំបានបន្ថែមថាយើងមិនមានបញ្ហាអ្វីនោះទេចំពោះការនាំចេញសូមជម្រាបថាសាធារណរដ្ឋឆេកគឺជាអ្នកគ្រប់គ្រងសម្លេងរបស់អ៊ុយក្រែនក្រោមការចាក់ចេញរបស់នាយករដ្ឋមន្ត្រី Petr Fiala ដែលសម្ព័ន្ធភាពកណ្ដាលស្ដាំរបស់គាត់បានផ្ដួចផ្ដើមគម្រោងគ្រាប់បែកអន្តរជាតិគ្រាប់ទំហំធំប្រហែលជា 3.5 លានគ្រាប់ត្រូវបានផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែនរួចហើយតាមរយៈកម្មវិធីនេះដែលប្រភពផ្គត់ផ្គង់ពីប្រទេសទី3ដែលមិនបញ្ចេញឈ្មោះអាល្លឺម៉ង់ក៏ស្ថិតក្នុងចំណោមប្រទេសដែលចូលរួមចំណែកផ្នែកហិរញ្ញវត្ថុនេះផងដែរអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bry